មុខហ្នឹងចង់ឲ្យបងគ្រូធ្វើបទទេសនាមតិចតើអ្នកស្រីវាងម៉ូហ្នឹងគឺជានរណាហើយគាត់យ៉ាងម៉េចដែរជាសភាពបែបយ៉ាងថាជាបុគ្គលិកលក្ខណៈរបស់គាត់ក៏ដូចជាអ្វីដែលហេតុអីបានជាតាក់ទងឲ្យទៅនិយាយពីការសូរបត្រៃបដកអន្តរជាតិគឺអ្នកស្រីវាងម៉ូឮឈ្មោះញឹកជាងគេណាបងគ្រូគណៈអរគុណយើងបកលពាក្យថា founder ជាភាសាអង់គ្លេសយើងប្រើពាក្យថា founder ហើយភាសាខ្មែរយើងហៅថាស្ថាបនិកបានន័យថាអ្នកផ្ដើមអ្នកបង្កើតអញ្ចឹងវិលទៅលើទៅរកការសូត្របត្រៃបិដកអន្តរជាតិនៅដែនដីពុទ្ធគយានេះយើងនិយាយដល់ឈ្មោះរបស់បាសិកាវ៉ាងម៉ូឌីស៊ីដោយសារតែគាត់គឺជា founder គាត់គឺជាស្ថាបនិកនៃការសូត្របត្រៃបិដកអន្តរជាតិស្ថាបនិកនឹងយ៉ាងម៉េចតែគាត់មិនមែនជាពុទ្ធសាសនាថេរវាទទេហើយការសូត្របត្រៃបិដកគឺសូត្រជាគម្ពីរថេរវាទបត្រៃបិដកហ្នឹងគឺជាបិដករបស់ថេរវាទហើយបើមហាយានគេមានអាគម4ហើយនៅក្នុងវជ្រយានគេមានកាញ់ជូជាគម្ពីររួមរបស់គេហើយគេសូត្រហ្នឹងទៅនឹងប៉ុន្តែបត្រៃបិដកនេះគឺសម្រាប់តែពុទ្ធសាសនាថេរវាទតែប៉ុណ្ណោះឧបាសិកាវាងម៉ូដេស៊ីគាត់មិនមែនជាពុទ្ធសាសនិកថេរវាទទេប៉ុន្តែដោយសារតែគាត់បានទទួលការចង្អុលបង្ហាញនឹងការចាត់តាំងអំពីឪពុករបស់គាត់គឺបដិជគុណតថាំងតូហ្គោដែលជាឪពុករបស់គាត់នឹងបានចាត់តាំងកូនស្រីរបស់គាត់នឹងមានចំនួន3នាក់គណៈកូនស្រី3ហ្នឹងកូនស្រីមួយឈ្មោះសារិនកាញ់ជេហ្នឹងគឺនៅខាងសារណាតបើកជាវិទ្យាស្ថានអន្តរជាតិដើម្បីបណ្ដុះបណ្ដាលព្រះសង្ឃវជ្រយានព្រះសង្ឃមហាយានក្នុងការផ្សព្វផ្សាយនៅព្រះពុទ្ធសាសនាក្នុងទឹកដីឥណ្ឌានិងទីតាំងផ្សេងហើយមានកូនស្រីមួយទៀតធ្វើការខាងនយោបាយខាង business ក្នុងការរកលុយអីជាដើមអញ្ចឹងទៅចំណែកឧបាសិកាវាងម៉ូឌីស៊ីនេះគឺទទួលភារៈមកកាន់ដែនដីពុទ្ធគយាហ្នឹងគឺដើម្បីរៀបចំការសូត្រពីដើមហ្នឹងគឺសូត្រជាវជ្រយានគណៈវជ្រយានដែលយើងឃើញនៅជុំវិញពោធិព្រឹកហ្នឹងមានព្រះសង្ឃវជ្រយានព្រះសង្ឃមហាយានហ្នឹងគឺគេសូត្រជាប្រចាំជុំវិញនឹងចឹងប៉ុន្តែដោយសារតែក្នុងការកន្លងទៅព្រះពុទ្ធសាសនាថេរវាទនឹងបានបាត់បង់អំពីទឹកដីឥណ្ឌានឹងយូរណាស់មកហើយបើយើងនិយាយពីប្រវត្តិសាស្ត្រវិញតាំងអំពីសតវត្សទី12មកម្លេះឆ្នាំ1191មកម្លេះដែលយើងបាត់បង់ទឹកដីអំពីដែនដីពុទ្ធគយាជាពិសេសគឺតំបន់ឥណ្ឌាភាគខាងជើងហ្នឹងបាត់បង់ព្រះពុទ្ធសាសនាថេរវាទហ្នឹងទាំងស្រុងតែម្ដងហើយព្រះពុទ្ធសាសនាបានវិលមកវិញតិចហ្នឹងគឺដោយអាណាគារិកធម្មបាលនៅក្នុងសតវត្សទី19នៅក្នុងចុងសតវត្សទី19ហើយអាណាគារិកធម្មបាលនឹងមកបានដុកទ័រអាំបេកាចេញពីដុកទ័រអាំបេកានោះក៏មានប្រធាននាយករដ្ឋមន្ត្រីនេរុរបស់ឥណ្ឌាហ្នឹងគឺបាននាំព្រះពុទ្ធសាសនាមកបន្តិចបន្តួចមកវិញមែនប៉ុន្តែមិនទាន់មានវត្តមានរបស់ព្រះសង្ឃថេរវាទនៅតែមានវត្តមានរបស់ឡាម៉ារបស់រិនប៉ុញជេឬក៏របស់ពុទ្ធសាសនាមហាយាននិងវជ្រយាននឹងចូលមកច្រើនដោយឡែកថេរវាទមិនទាន់ទៅដល់ទេអញ្ចឹងហើយបានពី10ឆ្នាំ15ឆ្នាំមុនប្រសិនបើកណាគុណចាស់និមន្តទៅកាន់ប្រទេសឥណ្ឌាហ្នឹងយើងស្លៀកស្បង់យពយើងទៅនេះគឺគេសម្គាល់ថាយើងជាអ្នកសុំទានទៅវិញទេណាហើយសូម្បីដើរចិត្តផ្សារគេហ្នឹងក៏គេមិនឲ្យយើងចូលនៅក្នុងផ្សារគេដែរអញ្ចឹងណាហ្នឹងគឺកាលពី10 15ឆ្នាំកន្លងផុតទៅអញ្ចឹងហើយបានជាបដិជគុណតតាំងថុលហ្គោដែលជាឪពុករបស់បាសិកាវាងម៉ូឌីស៊ីហ្នឹងក៏លោកគិតថាដើម្បីនាំព្រះពុទ្ធសាសនាមកកាន់ដែនដីពុទ្ធគយាហើយឲ្យរីកដុះដាលនៅក្នុងពុទ្ធគយានឹងផ្សាយទៅកាន់ពិភពលោកឡើងវិញមានតែយកព្រះពុទ្ធសាសនាថេរវាទដែលជាពាក្យដើមព្រះត្រៃបិដកហ្នឹងគឺជាពាក្យដើមដែលព្រះពុទ្ធព្រះអង្គត្រាស់ដឹងក្រោមដើមពោធិ៍ហ្នឹងត្រូវយកមកក្រោមដើមពោធិ៍ហ្នឹងវិញហើយទើបផ្សព្វផ្សាយទៅសារជាថ្មីចឹងហើយបានឲ្យកូនស្រីរបស់លោកហ្នឹងគឺបាសិកាវាងម៉ូឌីស៊ីហ្នឹងគណៈតាក់ទងនៅព្រះសង្ឃថេរវាទដើម្បីធ្វើការសូត្របត្រៃបិដកហ្នឹងគឺដំបូងនៅឆ្នាំ2006ហ្នឹងហើយបាសិកាវាងម៉ូហ្នឹងគាត់បានបញ្ជាក់ថាសូម្បីតែថេរវាទនឹងជាអ្វីក៏គាត់មិនស្គាល់ផងអញ្ចឹងណាគណៈអញ្ចឹងទៅក៏គាត់
ចាប់ដើមចុះទៅតំណាក់តំណងចុះទៅជួបជាមួយនឹងព្រះសង្ឃនៅតំបន់ពុទ្ធគយានឹងដំបូងបាននិមន្តព្រះសង្ឃជាងប្រហែលខ្ទង់250អង្គអ្នកតែប៉ុណ្ណឹងទេដែលសូត្រដំបូងឆ្នាំទី1ហ្នឹងកាន់សភៅសូត្រមិនមានជាតង់មិនមានជាកន្លែងប្រគេនចង្ហាន់អីផ្សេងចឹងទេប៉ុន្តែគាត់ធ្វើដោយរបៀបជានិមន្តព្រះសង្ឃមកសង្ឃទានហើយសូមនិមន្តព្រះសង្ឃសូត្រហើយចាប់ពីសូត្រហ្នឹងមកបានគាត់នឹងខំប្រឹងពុះពៀស្វែងយល់ផ្សេងហើយគាត់ដើរទៅកាន់ប្រទេសផ្សេងគាត់បានចុះទៅប្រទេសថៃគាត់បានចុះទៅកាន់ប្រទេសកម្ពុជាសេរីលង្កាភូមាឡាវទាំងអស់ដើម្បីប្រាប់អំពីដំណឹងថាគាត់នឹងធ្វើកម្មវិធីសូត្របត្រៃបិដកនឹងជារៀងរាល់ឆ្នាំនាំព្រះពុទ្ធវចនៈនឹងចូលទៅកាន់ដែនដីពុទ្ធភូមិឡើងវិញពុទ្ធជាពិសេសគឺពុទ្ធសាសនាប្រទេសអ្នកកាន់ពុទ្ធសាសនាថេរវាទទាំង5នៅតំបន់អាស៊ីអាគ្នេយ៍មានភូមាមានថៃស្រីលង្កាហើយនិងកម្ពុជាហើយជាដើមហ្នឹងគឺទទួលមរតកអំពីព្រះបាទធម្មសោកដែលបញ្ជូនព្រះពុទ្ធសាសនាទៅកាន់ដែនដីនោះដូច្នេះព្រះពុទ្ធសាសនាឥឡូវនេះបានបាត់បង់ទាំងស្រុងអំពីដែនដីដើមគឺពុទ្ធគយាក៏ដូចជាឥណ្ឌាភាគខាងជើងនឹងទៅហើយឥឡូវនេះគឺកាតព្វកិច្ចរបស់ប្រទេសអ្នកកាន់ពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍នឹងក្តីអាស៊ីតេសិននឹងក្តីមានប្រទេសស្រីលង្កានឹងត្រូវមានកាតព្វកិច្ចចែករំលែកនាំព្រះពុទ្ធសាសនាថេរវាទនឹងចូលមកកាន់ដែនដីពុទ្ធគយាវិញអញ្ចឹងបានកម្មវិធីនឹងទទួលសាទរអំពីព្រះសង្ឃក្នុងប្រទេសទាំងអំបាលមកហ្នឹងថានឹងចូលរួមកណ្ដាអញ្ចឹងកិច្ចចាប់ផ្ដើមហ្នឹងក៏បានទទួលសម្រាប់ជោគជ័យមកបន្តិចម្ដងដោយមានអ្នករៀបចំអ្នកទទួលការរៀបចំកម្មវិធីហ្នឹងមកប្រទេស2ឆ្នាំដោយប្រមូលរូបរួមចងក្រងជាក្រុមប្រឹក្សាសូត្របត្រៃបិដកអន្តរជាតិនឹងឡើងនេះដោយសារតែការផ្ដើមដោយសារតែការពុះពៀននិងការចុះផ្ទាល់និមន្តផ្ទាល់ដោយឧបាសិកាវាងម៉ូឌីស៊ីដូច្នេះបានគេស្គាល់ឧបាសិកាវាងម៉ូឌីស៊ីគេនិយាយអំពីឧបាសិកាវាងម៉ូឌីស៊ីពេលដែលនិយាយដល់ការសូត្របត្រៃបិដកដែលជាក់ស្ដែងមិនមែនតែគាត់ទេមាន Nelson មានព្រះសង្ឃច្រើនអង្គទៀតដែលនៅក្នុងក្រុមប្រឹក្សាសូត្របត្រៃបិដកជាសមាជិកទាំង11 12ប្រទេសហ្នឹងក៏មានការពាក់ព័ន្ធដែរប៉ុន្តែគាត់គឺជាបុគ្គលសំខាន់មួយដែលអញ្ជើញគ្រប់ទីកន្លែងហើយប្រកាសនិងនិមន្តព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីនេះគណៈអរគុណព្រះអង្គគ្រូអរគុណជាអរណា